សម្លម្ជូរព្រៃសាច់មាន់ខែក្តៅនេះអត់ដឹងថាស្លោយទេអញ្ចឹងមានតែស្លម្ជូរហត់ទៅវាក្តៅស្រួលខ្លួនអញ្ចឹងបងប្អូនអញ្ចឹងគ្រឿងផ្សំបងប្អូនអាចមើលបានសម្រាប់ស្លម្ជូរនេះងាយស្រួលខ្លាំងមែនតើទីមួយយើងដាក់អលីងគ្រឿងកូឡខីរបស់យើងហ្នឹងឲ្យឈ្ងុយទៅយើងចាប់ផ្ដើមចាក់សាច់មាន់ចូលបន្ទាប់ពីអលីងសាច់មាន់យើងឆ្អិនតិចខ្ញុំលួចកាពីបន្តិចដោយសារតែអត់មានផុងអញ្ចឹងខ្ញុំលួចកាពីបន្តិចទៅហើយខ្ញុំដាក់ម្សៅស៊ុបបន្តិចប៊ីចេងបន្តិចហើយនឹងទឹកត្រីហើយខ្ញុំចាក់ទឹកបន្ថែមចូលដើម្បីរំងាស់សាច់មាន់ឲ្យយើងឆ្អិនអញ្ចឹងណាបងប្អូនអញ្ចឹងងាកមកចិត្តត្រប់ស្រួយបន្ទាប់ពីទឹកពុះហើយខ្ញុំបង់ត្រប់ស្រួយចូលបន្ទាប់ពីទឹកពុះមួយសាទៀតខ្ញុំក៏ចាប់ផ្ដើមបង់គ្រឿងឲ្យវាស្លោយើងរសជាតិដិតជាងមុនអញ្ចឹងបងប្អូនតោះមកខ្ញុំធ្វើការជ្រុំអំពិលទុំដើម្បីដាក់ចូលក្នុងស្លោយរបស់យើងបន្ទាប់ពីជ្រុំអំពិលទុំហើយស្លោយយើងពុះខ្ញុំក៏ធ្វើការបន្ថែមទៅដាក់សាច់ចំបើងជាមួយនឹងម្ទេសផ្លោកជើងបងប្អូនអញ្ចឹងស្លនេះងាយទេបងប្អូនចិត្តរួចហើយអញ្ចឹងបន្ទាប់ពីទឹកពុះគឺខ្ញុំបង់តាមម្រះព្រៅហើយគឺចប់ហ្មងព្រោះសម្រាប់ព្រៅយកត្រូវការទឹកពុះខ្លាំងឯងទឹកពុះហើយគឺយើងបង់ហើយគឺខ្ញុំផលិតភ្លើងយកមកដោយសារម្រះព្រៅហ្នឹងវានឹងឆ្អិនហើយបងប្អូនអញ្ចឹងស្លយើងរួចរាល់ហើយសម្រាប់ម្ជូរព្រៃលឹកហ្នឹងអញ្ចឹងបងប្អូនមើលតំណងអត់សម្រាប់ស្លម្ជូរព្រៃនេះពណ៌អត់សូវក្រហមល្អទេដោយសារខ្ញុំអត់ប្រើម្ទេសខ្លាំងណាអញ្ចឹងបើរសជាតិវិញគឺទទួលយកបានឆ្ងាញ់ចាំបងប្អូនអាចសាកធ្វើតាមរបៀបនេះបាន